នៅវាលខ្សាច់តាឡាម៉ាខានរបស់ប្រទេសចិនដែលជាសមុទ្រខ្សាច់ធំបំផុតទី2នៅក្នុងពិភពលោកមានអ្វីដែលមិនធម្មតាកំពុងតែលាក់ខ្លួននៅទីនេះសូមមើលឲ្យជិតនោះគឺនាវាចំបាំងរូបភាពផ្កាយរណបបង្ហាញរូបរាងនាវានេះពេញលេញហើយបើប្រៀបធៀបទៅគឺវាដូចគ្នាបេះបិទទៅនឹង Gerald Orford ដែលជានាវាចំបាំងទំនើបចុងក្រោយបំផុតរបស់អាមេរិកនៅក្បែរនោះមាននាវាផ្សេងមួយទៀតដែលដូចទៅនឹងនាវាពិឃាត Alliberg របស់អាមេរិកដែរកប៉ាល់ទាំងនេះមិនមែនពិតទេពួកវាជានាវាសិប្បនិម្មិតដែលចិនបានសាងសង់យ៉ាងផ្ចិតផ្ចង់ឲ្យដូចនាវាដ៏កំណាចរបស់កងទ័ពជើងទឹកអាមេរិកប៉ុន្តែហេតុអ្វីចិនសង់កប៉ាល់អាមេរិកคล้ายៗនៅលើវាលខ្សាច់នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមដ៏ជាក់លាក់របស់ចិនទីក្រុងប៉េកាំងកំពុងរៀបចំសម្រាប់លទ្ធភាពមានសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកជាពិសេសនៅសមុទ្រចិនខាងត្បូងឬក៏កោះតៃវ៉ាន់ដើម្បីឈ្នះការប្រយុទ្ធជាមួយមហាអំណាចសពាវុធដូចជាអាមេរិកចិនដឹងថាខ្លួនត្រូវតែកម្ចាត់នាវាផ្ទុកជនហោះអាមេរិកដែលជាបេះដូងនៃកម្លាំងទ័ពជើងទឹកអាមេរិកក៏ប៉ុន្តែការវាយប្រហារនាវាផ្ទុកយន្តហោះរបស់អាមេរិកដែលបំពាក់ដោយមីស៊ីលស្រោចអាកាសគឺពិបាកខ្លាំងណាស់ដូច្នេះចិនបានប្រឌិតសមរភូមិលើវាលខ្សាច់នេះដើម្បីសាកល្បងថាតើមីស៊ីលរបស់ពួកគេអាចបាញ់បានត្រឹមត្រូវទៅលើនាវាចំបាំងអាមេរិកបានពិតកម្រិតណានេះបើយោងទៅតាមការវិភាគរបស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកយុទ្ធសាស្ត្ររបស់ចិនមិនបញ្ចប់ត្រឹមនេះទេរូបភាពផ្កាយរណបបង្ហាញផ្លូវរថភ្លើងមួយខ្សែយ៉ាងវែងដែលពុះចែកចំកណ្ដាលនាវាចំបាំងคล้ายៗទាំងពីរហើយអ្វីចិនចាំបាច់ធ្វើផ្លូវដែកនេះឲ្យកោងពុតពេននៅលើវាលខ្សាច់ដែលរាបស្មើនោះក៏ដោយសារតែចិនធ្វើឲ្យដូចនាវាកំពុងតែបើកនៅលើទឹកវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកវិភាគថាចិនដាក់នាវាចំបាំងសិប្បនិម្មិតនៅលើរថភ្លើងនេះហើយឲ្យវាផ្លាស់ទីទៅតាមគន្លងផ្លូវដែកនេះគឺដូចគ្នាទៅនឹងស្ថានភាពកប៉ាល់ពិតដែលអាចងាកខ្លួនបត់ក្បាលឬក៏ផ្លាស់ប្ដូរល្បឿនដើម្បីគេចពីមីស៊ីលដែលតម្រង់ចូលមកបន្ទាប់មកចិនបានបាញ់មីស៊ីលពិតដូចជា Dongfeng 21D ដើម្បីដឹងថាវាអាចបុកកប៉ាល់ដែលកំពុងតែធ្វើចលនាបានដែរឬក៏យ៉ាងណាពោលគឺដូចនៅក្នុងការប្រយុទ្ធទ័ពជើងទឹកពិតប្រាកដក្នុងរូបភាពផ្កាយរណបមានបង្គោលមួយចំនួនដែលអាចជាឧបករណ៍ចាប់សញ្ញាឬក៏អាចជាឧបករណ៍ឆ្លុះបញ្ចាំងពីរ៉ាដាដើម្បីក្លែងបន្លំធ្វើដោយកប៉ាល់កំពុងលិចនៅក្នុងប្រព័ន្ធរ៉ាដានោះប្រសិនបើយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់ចិននេះជោគជ័យទាំងនាវាផ្ទុកយន្តហោះនិងនាវាចំបាំងរបស់អាមេរិកដែលឈរជើងនៅសមុទ្រចិនខាងត្បូងប្រហែលជាត្រូវបង្ខំចិត្តធ្វើប្រតិបត្តិការកាន់តែឆ្ងាយពីឆ្នេរសមុទ្ររបស់ចិន